សម្ដីដែលពោលទៅដោយមិនបានជឿគុណព្រះសម្មាសម្ពុទ្ធដោយមិនមានសេចក្តីជ្រះថ្លាហ្នឹងមានកម្មពីវិរិយមកព្រះអង្គក្នុងការធ្វើនៅសេចក្តីលំបាកនឹងអស់6ឆ្នាំខ្វះ2ខែអាហ្នឹងរាប់តាំងតែពីព្រះអង្គចេញទៅសាងពភ្នោះឯណាតែមុនដំបូងព្រះអង្គមិនទាន់បានធ្វើទុក្ករកិរិយាអីទេព្រះអង្គចូលទៅរកឡារៈរបស់ឧតកៈតបោះអីចឹងសិនបានសម្រេចជាសមាបត្តិអីចឹងទៅប៉ុន្តែឃើញថាមិនមែនជាផ្លូវដើម្បីរួចផុតចាកទុក្ខហ្នឹងបានព្រះអង្គទ្រង់ព្យាយាមដោយខ្លួនព្រះអង្គតែនិយមទៅតាមសម័យនឹងដែរគឺធ្វើទុក្ករកិរិយាហ្នឹងនិយមណាចឹងហើយក៏ណាអស់កាលដែលយូរក្រោយមកក៏ព្រះអង្គទ្រង់ជ្រាបដោយយោនិសោមនសិការៈថាមិនមែនជាផ្លូវត្រាស់ដឹងនឹងឯងទៅព្រះអង្គទ្រង់ទទួលចង្ហាន់បន្តិចរហូតបានមកទទួលចង្ហាន់នាងសុជាតាទៅបានត្រាស់ដឹងហ្នឹងវាចាទៀតឃើញទេដូចជាបបាទេវានំវយៈទេសៈអញ្ចឹងតែពោលស្ដីថាដល់ព្រះវិជ័យកពុទ្ធដែលមកបិណ្ឌបាតទឹកឃ្មុំថាជាមួយនឹងប្អូនទេប្អូនហ្នឹងបានមកជាបាទធម្មាសោកតែបងរបស់បាទធម្មាសោកបងទី2នឹងឯងដែលពោលថាតាមចាប់ឲ្យបានហើយបោះទៅកណ្ដាលសមុទ្រវាមានកម្មពីបរិយមកវាចាដែលពោលប៉ុណ្ណឹងព្រះអង្គត្រូវមកកើតនៅកណ្ដាលកោះក្នុងសមុទ្រទៅហើយបងទាំងអស់នោះបានទៅជានិក្រូធសាមណេរនោះអាហ្នឹងក៏ស្ដីថាដែរថាមនុស្សស្លៀកពាក់អញ្ចឹងពួកតកូលចន្ទដៀលហើយនឹងថាដោយមិនពេញចិត្តព្រោះស្ដាយទឹកឃ្មុំមកប៉ុន្តែក្រោយមកបានមានសេចក្តីត្រេកអរតាមប្អូនដែលបញ្ញែបញ្យលពាក្យសម្ដីដែលនិយាយរបស់ប្អូនហ្នឹងក៏ល្អណាស់មានចិត្តមេត្តាសប្បុរសជួយធ្វើម៉េចឲ្យបងហ្នឹងវិលត្រឡប់ពីការស្ដាយទឹកឃ្មុំពីការខឹងក្រោធហ្នឹងឲ្យមកចេះត្រេកអរនឹងទាននៅកុសលនិយាយតល់តែបងហ្នឹងសប្បាយចិត្តត្រេកអរក្នុងការដែលបានធ្វើទានទឹកឃ្មុំហ្នឹងប៉ុន្តែកម្មពីវរិយមានហើយជាស្រេចបានទៅជានិក្រូធសាមណេរកើតនៅនឹងដើមនិក្រូធត្រូវពួកចន្ទដៀលនឹងទំនុកបំរុងអស់7ឆ្នាំហ្នឹងដែលស្ដីថាដល់ព្រះវិជ័យកពុទ្ធនោះវាមានកម្មពីវរិយទាំងពាក្យសម្ដីហ្នឹងគឺជាការងារមួយសំខាន់ណាយើងមិនអាចនិយាយមិនគិតបានទេណាយើងកុំគិតថាយើងទៅធ្វើការងារនៅក្រសួងធ្វើការងារនៅរោងចក្រឬក៏ធ្វើការងារនៅស្រែនៅចំការអីទៅថាជាការងារសំខាន់អត់ទេសម្ដីដែលយើងនិយាយរាល់ថ្ងៃនៅទីណានៅកន្លែងណាហ្នឹងយើងត្រូវដឹងថាជាការងារមួយសំខាន់ណាពាក្យសម្ដីហ្នឹងណានិយាយមិនត្រូវនិយាយមិនល្អអាហ្នឹងវាមិនខុសអីអំពីការកាប់មាត់ខ្លួនឯងនឹងពុទ្ធៅទេនឹងឬក៏ដូចជាលំពេងមានមុខដ៏មុតចាក់ទម្លាយទ្រូងនឹងមុតភ្លុះដល់បេះដូងអ្នកដតីដោយសេចក្តីថាធ្វើឲ្យអ្នកដតីនឹងឯងមានសេចក្តីលំបាកតាមផ្លូវចិត្តព្រោះពាក្យសម្ដីអាហ្នឹងអញ្ចឹងហើយក៏វាអាចទៅជាកម្មដែលនឹងត្រូវឲ្យផលសំគួរទៅតាមកម្មនោះដែលជាវជ័យកម្មហ្នឹងពាក្យសម្ដីអញ្ចឹងត្រូវប្រយ័ត្នក្នុងការនិយាយហ្នឹងពាក្យសុភាសិតហ្នឹងថាម៉េចគឺថាអ្នកឆ្លាតទុកអណ្ដាតនិងបេះដូងណានឹងគឺបានសេចក្តីថាផ្ញើជាមួយនឹងចិត្តផ្ញើជាមួយគ្នានឹងគំនិតមុននឹងនិយាយគឺត្រូវគិតពិចារណាបានច្រើនដងសពគ្រប់មានហេតុមានផលនឹងនិយាយទៅកុំឲ្យវាកើតបាបអកុសលព្រោះហេតុពាក្យសម្ដីរបស់ខ្លួនព្រោះវាអត់មានអ្នកណាមកលិខិតជីវិតឲ្យយើងក្រៅតែអំពី